នៅក្នុងគម្ពីរព្រះពុទ្ធសាសនាសតន្តៈបិដកលេខ44មានលោកសេដ្ឋីមេនកសេដ្ឋីបានទូលសួរព្រះពុទ្ធថាកុមារីទាំងនេះមុខជាមានស្វាមីទៅកាន់ត្រកូលស្វាមីនៅពេលខាងមុខសូមព្រះអង្គប្រទានឱវាទទូមានដល់នាងបានសេចក្តីសុខចម្រើនផងគ្រានោះព្រះអង្គបានទូមានថា1មេត្តាបិតាជាអ្នកប្រាថ្នាសេចក្តីសុខចម្រើនអ្នកស្វែងរកប្រយោជន៍អ្នកអនុគ្រោះអាស្រ័យសេចក្តីអនុគ្រោះឲ្យនាងមានស្វាមីនាងត្រូវរៀនយ៉ាងនេះគឺយើងជាស្រីត្រូវភ្ញាក់មុនគេដេកក្រោយគេប្រុងខ្លួននឹងទទួលកិច្ចការអ្វីៗដែលប្រព្រឹត្តគុតគង់មានសម្ដីនិយាយផ្អែមល្ហែម 2. បុគ្គលណាដែលជាអ្នកគោរពនៃស្វាមីមានមេត្តាបិតាគ្រូសាមណៈជាដើមទៅចេះគោរពទទួលឲ្យបានសមរម្យល្អ 3. ការងារនៅក្នុងផ្ទះការងារតិចក្តីច្រើនក្តីត្រូវឆ្លៀសវៃអត់ធន់ព្យាយាមធ្វើមិនខ្ជិលច្រអូសខ្ជះខ្ជាយមានស្មារតីបរិបូរណ៍ឧបាយចេះត្រេះរិះពិចារណាក្នុងកិច្ចការនោះគួរធ្វើគួរចាត់ចែងឲ្យបានល្អមានរបៀបរៀបរយត្រឹមត្រូវថ្លៃថ្នូរ 4. អ្នកនៅក្នុងផ្ទះនោះខ្ញុំក្តីអ្នកបម្រើក្តីអ្នកធ្វើការក្តីយើងត្រូវដឹងច្បាស់នៅការងារនោះធ្វើឲ្យរនៅដឹងសុខទុក្ខអ្នកនោះផងឈឺធ្ងន់ឬស្រាលចេះទំនុកបំរុងបាយទឹកគ្រឿងប្រដាប់ប្រដាប្រើប្រាស់ឲ្យបានសមរម្យចេះអប់រំទូមានលើកទឹកចិត្តមិនត្រូវប្រមាថមើលងាយគ្នាឡើយ 5. ត្រូវចេះមើលថែទ្រព្យសម្បត្តិផ្សេងឲ្យបានគង់វង្សល្អមិនជាស្ត្រីអ្នកលេងស្ត្រីអ្នកលួចអ្នកផឹកសូរ៉ាអ្នកបំផ្លាញចាយវាយខ្ជះខ្ជាយស្ត្រីមានគុណសម្បត្តិល្អ5ប្រការនេះជាស្ត្រីល្អជាឧត្តមភរិយាល្អជាអ្នកមានលក្ខណៈចរិយាថ្លៃថ្នូររស់នៅបានថែរក្សាវង្សត្រកូលបានល្អរក្សាក្រុមគ្រួសារមានសុខសុភមង្គលរុងរឿងបុរសស្វាមីមានភរិយាល្អដូចនេះឈ្មោះថាជាបុរសមានសំណាងមានទេវតាក្នុងផ្ទះថែរក្សាស្ត្រីល្អពេលស្លាប់ទៅបានកើតជាទេវតាសោយសម្បត្តិទឹកនៅទេវលោកអស់កាលជាយូរអង្វែង